សហគមន៍យើងការប្រមូលទិញដលងមីពីកសិករនេះសំដៅទី1យើងចង់បានសមាជិកយើងហើយដល់ទី2ក្រៅសមាជិកយើងក៏ទិញដែរសំខាន់ឲ្យតែគិតយកមកលក់ការទិញបានលក់ចេញទៅក៏ស្រួលដែរទីផ្សារអត់ហ៊ានកលក់គាត់ទេដោយសារសហគមន៍យើងប្រកបសហគមន៍បានចេះរឹងមាំចាជម្រាបសួរនាងខ្ញុំឈ្មោះតាត់មុំតួនាទីជាប្រធានសហគមន៍កសិកម្មភូមិខ្ទុំមុនដំបូងដែលយើងនៅបង្កើតនោះមានភាពលំបាកជាច្រើនមានបញ្ហាប្រឈមដោយសារកសិករក៏អត់ទាន់យល់ក៏អត់ទាន់អត់ទាន់ដឹងថាការបង្កើតសហគមន៍នោះបានផលប្រយោជន៍ដោយរបៀបណាแล้วហើយយើងកេងគោផ្សព្វផ្សាយបញ្យល់គិតពីការផលប្រយោជន៍យើងបើយើងបង្កើតសហគមន៍ទៅយើងនឹងមូលផ្ដុំរកទីផ្សារបច្ចុប្បន្ននេះសហគមន៍ភូមិខ្ទុំនៅឆ្នាំ2024នេះសហគមន៍មានមុខរបរ4មុខរបរទី1ប្រព័ន្ធទឹកកសិកម្មមុខរបរទី2ទិញលក់ដលងមីមុខរបរទី3ទិញលក់ជីហើយមុខរបរទី4យើងធ្វើអ៊ីនទៀនខ្នាតទូចបច្ចុប្បន្ននេះមានសមាជិក499នាក់ស្រី335នាក់យើងមានផ្ទៃដីសរុប2721ហិកតានៅក្នុងនោះមានផ្ទៃដីដលងមី906ហិកតាមានផ្ទៃដីស្រូវចំនួន1613ហិកតាផ្ទៃដីចន្ទីមាន80ហិកតាផ្ទៃដីស្វាយមាន121ហិកតាហើយនឹងផ្ទៃដីដាំដុះបន្លែមាន3ហិកតាពាក់ព័ន្ធទៅនឹងការទិញលក់ដលងមីរបស់សហគមន៍កសិកម្មភូមិខ្ទុំនៅក្នុងឆ្នាំ2024នេះគឺយើងទិញបាន6887តោនយើងបាននាំចូលទៅក្នុងក្រុមហ៊ុនក្នុងប្រទេសថៃបាទពាក់ព័ន្ធទៅនឹងការទិញដលងនិងការលក់ចេញគឺឃើញថាសន្ទុះនៃប្រជាពលរដ្ឋមានការគាំទ្រច្រើនឃើញថាគាត់មកលក់ឲ្យយើងជាប្រចាំហើយមួយវិញទៀតពាក់ព័ន្ធទៅនឹងជីងគឺយើងសក្តិយើងអត់មានកាត់គីឡូឬក៏ជីងរបស់យើងអត់មានបញ្ហាទេដោយសារតែយើងមានខាងក្រសួងឧស្សាហកម្មនិងនវានុវត្តន៍នឹងបានមកបិទស៊ីលទទួលស្គាល់ថាជាជីងដែលមានសក្តិភាពពាក់ព័ន្ធនឹងសហគមន៍បានជួយទៅកសិករទី1គឺពាក់ព័ន្ធទៅនឹងការរកទីផ្សារលក់ដលងមីជូនកសិករនឹងទី2គឺយើងបានបង្រៀនអំពីបច្ចេកទេសនៃការដាំដុះដលងមីដែលទទួលបានទិន្នផលខ្ពស់ហើយទី3គឺយើងបានធ្វើការចែកពូជគ្រឹះដើម្បីឲ្យកសិករនឹងយកទៅក្នុងការដាំដុះទទួលបានទិន្នផលខ្ពស់ហើយទទួលបានប្រាក់ចំណូលបន្ថែមកាន់តែច្រើនខ្ញុំកាលពេលមិនទាន់ចូលសហគមន៍លក់ដំឡូងយ៉ាប់ហើយប៉ះណាឈ្មួញគេអោយតម្លៃទេប៉ះណាគេត្រូវមិនទិញគេអោយយើងចាញ់តែមានសហគមន៍មកដំឡូងក៏យើងលក់ស្រួលហើយយើងទៅយើងដឹងថាដកដំឡូងបានដំឡូងមានចុះដេញតាមានសហគមន៍ទទួលទិញក្រោយពីបានចូលរួមកម្មវិធីកសិកម្មខ្មែរសម័យថ្មីខ្ញុំទទួលបានចំណេះដឹងជាច្រើនដូចជាបច្ចេកទេសកសិកម្មធន់នឹងអាកាសធាតុការធ្វើផែនការហានិភ័យហិរញ្ញវត្ថុការធ្វើទីផ្សារលក់តាមប្រព័ន្ធ Digital ម្យ៉ាងវិញទៀតថវិកាដែលយើងទទួលបានពីកម្មវិធីយើងយកទៅអនុវត្តបច្ចេកទេសនៃការដាំដុះកសិកម្មធន់នឹងអាកាសធាតុការផ្ដល់ធាតុចូលកសិកម្មការប្រើប្រាស់នៅក្នុងទុនបង្វិលសម្រាប់ការទិញលក់ដំឡូងសហគមន៍យើងនេះមានផែនការគ្រោងនឹងថាយើងចង់បង្កើតសៃឡូឲ្យបានធំហើយយើងមានឃ្លាំងមួយដែលសម្រាប់ស្តុបដំឡូងដើម្បីយើងចរចាយើងចោះកងត្រាជុំដៃគូដែលធំហើយយើងងឹមចេញតង់ដលងស្ងួតតង់ដលងស្រស់បើសិនណាតែមានអង្គការដៃគូណាមកជួយពួកខ្ញុំនឹងអាចថាយើងជួយដល់កសិករយើងរៀនតិចតិចឲ្យគាត់បានធ្វើគាត់មានមុខរបរមួយដែលជាក់លាក់ធ្វើជុំសហគមន៍យើង